បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកពាក្យសូដូចនិងពាក្យប្រសូតបាទដើម្បីមកធ្វើការបង្ហាញបងប្អូនចំពោះបងប្អូនដែលមានចម្ងល់តាក់ទងទៅនឹងពាក្យសូដូចពាក្យន័យដូចបញ្យលពាក្យឬពាក្យផ្ទុយនៅក្នុងភាសាខ្មែរឬក៏វេយ្យាករណ៍ក្នុងភាសាខ្មែរបងប្អូនឬក៏អស់លោកស្រីអាចធ្វើការសាកសួរតាមរយៈការ comment ខាងក្រោមវីដេអូឬមួយក៏ចូលទៅកាន់ក្រុម Telegram ដែលមានឈ្មោះថាបញ្យលពាក្យខ្មែររួចធ្វើការសាកសួរនៅក្នុងក្រុមនោះខ្ញុំនឹងព្យាយាមឆ្លើយឲ្យអស់ពីលទ្ធភាពបាទអញ្ចឹងដើម្បីកុំឲ្យបងប្អូនរងចាំយូរបាទសូមរីករាយតាមដានដូចតទៅបាទពាក្យប្រសូតទី1ដែលសរសេរបចង្រោសស្អូនតនេះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាសម្រាលកូនបាទពាក្យនេះបើយើងនិយាយពីការប្រើប្រាស់គឺប្រើប្រាស់ចំពោះតែក្សត្របាទត្រកូលក្សត្រឧទាហរណ៍ទ្រង់ប្រសូតបុត្របាន5ព្រះអង្គបាទប្រសូតនេះគឺពាក្យទី1បាទប្រសូតទី2នេះគឺបចង្រោសស្អូតស្អេថ្នាក់ពាក្យជានាមមានន័យថាដំណើរឬការសម្រាលកូនបាទពេលនេះក៏ប្រើចំពោះតែត្រកូលក្សត្រដូចគ្នាបាទត្រកូលព្រះមហាក្សត្រណាបានគេប្រើពាក្យប្រសូតចំពោះយើងជាវិជារធម្មតាគេហៅឆ្លងទន្លេគេហៅសម្រាលបុត្របាទជាដើមនេះគឺតកតងទៅនឹងពាក្យប្រសូតនេះឯងបាទចំពោះវីដេអូនេះលោកគ្រូមានតែប៉ុណ្្នឹងទេហើយសូមជូនពរឲ្យបងប្អូនជោគជ័យក្នុងការសិក្សាផងដែរបាទសូមអរគុណសូមជម្រាបលាបាទ